ផ្លែសម្លខេត្តមណ្ឌលគិរីជាផ្លែឈើដែលមានសារធាតុចិញ្ចឹមល្អមកពីដីប្រភេទនៅតំបន់មួយនោះចាចូលដល់ពាក់កណ្ដាលខែ10គៀកចុងខែ11នេះចាសំទោសចុងខែ10នេះគឺផ្លែចាស់ល្អខ្លាំងមែនទែនបងប្អូនដែលគាត់ដឹងអំពីចាអត្ថប្រយោជន៍នៃការយកផ្លែសម្លទៅត្រាំជាមួយនឹងទឹកឃ្មុំឬមួយក៏ត្រាំស្រាផ្នែកជាឱសថអីគាត់អាចដឹងអីហើយបងប្អូនចាសម្រាប់អ្នកដែលមានបញ្ហាតម្រងនោមបញ្ហាលើសជាតិខ្លាញ់រោមបេះដូងកាពះពោះវៀនរ៉ាំរ៉ៃបើបងប្អូនចេះញ៉ាំផ្លែសម្លស្រស់ឬក៏ផ្លែកន្ទួតព្រៃស្រស់នេះណា គឺល្អខ្លាំងមែនទែនហើយវារួមមានជាមួយនឹងអត្ថប្រយោជន៍ផ្សេងច្រើនទៀតដូចជាជួយបញ្ចុះជាតិស្ករបញ្ចុះជាតិខ្លាញ់ជួយទៅលើផ្នែកបញ្ហាកាពះពោះវៀនរ៉ាំរ៉ៃអីផ្សេងច្រើនចឹងសម្រាប់ផ្លែកន្ទួតព្រៃឬក៏ផ្លែសមខាងខ្ញុំគឺជាផ្លែដែលយើងបេះថ្មីជារៀងរាល់ថ្ងៃចានៅខេត្តមណ្ឌលគិរីនេះបងប្អូនអាចមើលបានណាហើយពណ៌សម្បុរនេះពេលដែលបងប្អូនយកទៅដល់គ្រាន់តែធ្វើការដុសលាងទឹកឲ្យស្អាតរួចហើយបងប្អូនស្ដិលឲ្យស្ងួតបែបនេះទៅ ចាបងប្អូនអាចយកទៅដាក់ត្រាំជាមួយនឹងស្រាត្រាំជាមួយនឹងទឹកឃ្មុំអីគឺជាការស្រេចតែម្ដងហើយបើនិយាយអំពីផ្លែកន្ទួតព្រៃបងប្អូនចូលដល់ខែនេះគឺផ្លែវាចាស់ល្អដូចគ្នាតែផ្លែវាមានទៅតាមពូជចាមានពូជខ្លះផ្លែវាអត់សូវធំមានពូជខ្លះគឺផ្លែវាធំល្អចាអញ្ចឹងពាក្យថារបស់ធម្មជាតិគឺมันអាចកំណត់ពណ៌សម្បុរបានទេណាបងប្អូនណាដោយសារពាក្យថារបស់ធម្មជាតិចាតែយើងដើរប៉ះអីគឺយើងរកនឹងមកហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់ថាចង់បានកន្ទួតព្រៃផ្លែធំចាអត់មានលក់ទេតែបើបងប្អូនចង់បានរបស់ធម្មជាតិសុទ្ធអត់មានប្រើថ្នាំចាមិនមែនជាការដាំនៅតាមចម្ការគឺខ្ញុំមានលក់អញ្ចឹងសម្រាប់បងប្អូនដែលចង់បានកន្ទួតព្រៃចាធម្មជាតិបេះថ្មីរាល់ថ្ងៃនៅខេត្តមណ្ឌលគិរីអាចដាក់ការកម្មង់បានចានេះចាហើយយើងធ្វើការលាងទឹកឲ្យស្អាតសម្ងួតឲ្យស្ងួតល្អអញ្ចឹងមកដាក់ត្រាំស្រាដាក់ត្រាំទឹកឃ្មុំទុកទៅបងប្អូនចាមួយខែពីរខែក្រោយអាចយកមកធ្វើការញ៉ាំហើយបើនិយាយអំពីអត្ថប្រយោជន៍វិញគឺច្រើនលើសលប់ចាអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ចាចង់ដឹងអីបន្ថែមអាចធ្វើការ comment សួរបានអរគុណច្រើន